លោកត្រាំថាទំនាក់ទំនងចិននិងអាមេរិកល្អជាងពេលណាទាំងអស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump បានសម្ដែងក្តីសង្ឃឹមយ៉ាងមុតមាំថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកហើយនិងចិននឹងឈានទៅរកកម្រិតដ៏ល្អប្រសើរមួយដែលមិនធ្លាប់មានពីមុនមកនេះបើយោងទៅតាមការថ្លែងរបស់លោកនៅក្នុងជំនួបកម្ពុជារវាងសហរដ្ឋអាមេរិកជាមួយនឹងចិននៅក្នុងទីក្រុងប៉េកាំងនាថ្ងៃទី14ខែឧសភាឆ្នាំ2026នេះលោកត្រាំក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីចិនគឺលោកស៊ីជីនពីងហើយបានពណ៌នាថាគណៈប្រតិភូអាមេរិកដែលរួមដំណើរជាមួយលោកលើកនេះគឺសុទ្ធតែជាតំណាងក្រុមហ៊ុនធំនិងមានសមត្ថភាពខ្ពស់បំផុតរបស់អាមេរិកដែលនៅក្នុងនោះយើងឃើញហើយថាមានទាំងលោក Elon Musk លោក Tim Cook និងបណ្ដាមេដឹកនាំរបស់ក្រុមហ៊ុនធំអាមេរិកជាច្រើនរូបទៀតនៅក្នុងសន្ទរកថាបើកនៃជំនួបរវាងលោកត្រាំហើយនិងលោកស៊ីលោកត្រាំបានផ្ដល់កិត្តិយសទៅដល់លោកស៊ីជីនពីងយ៉ាងខ្លាំងដែលលោកបានហៅមេដឹកនាំចិនថាជាមិត្តដ៏ល្អនិងជាមេដឹកនាំដ៏អស្ចារ្យហើយលោកបានបញ្ជាក់ថាប្រជាជនអាមេរិកទាំងមូលកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើដំណើរទស្សនកិច្ចរបស់លោកត្រាំមកកាន់ទឹកដីប្រទេសចិននេះហើយលោកមានកិត្តិយសយ៉ាងក្រៃលែងដែលបានមកជួបនិងពិភាក្សាការងារដោយផ្ទាល់ជាមួយនឹងលោកស៊ីជីនពីងបើយោងទៅតាមការថ្លែងរបស់លោកត្រាំលោកបានថាវាពិតជាកិត្តិយសណាស់ដែលបាននៅទីនេះជាមួយអ្នកវាជាកិត្តិយសដែលបានធ្វើជាមិត្តរបស់អ្នកហើយទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិននឹងក្លាយជាទំនាក់ទំនងដ៏ល្អប្រសើរជាងពេលណាទាំងអស់បន្ថែមពីលើការសរសើរមេដឹកនាំចិននេះលោកត្រាំក៏បង្ហាញអំពីសុទិដ្ឋិនិយមចំពោះអនាគតនៃប្រទេសទាំងពីរគឺអាមេរិកនិងចិនដែលបានលើកឡើងថាយើងនឹងមានអនាគតដ៏អស្ចារ្យជាមួយគ្នាហើយខ្ញុំមានការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិននិងការងារដែលអ្នកបានធ្វើអ្នកគឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់នេះគឺជាការថ្លែងរបស់លោកត្រាំហើយបានសង្កត់ធ្ងន់ទៅលើចំណងមិត្តភាពដ៏អស្ចារ្យរវាងមេដឹកនាំទាំងពីរដែលនេះគឺជាសញ្ញាវិជ្ជមានមួយបន្ទាប់ពីភាពតានតឹងផ្នែកពាណិជ្ជកម្មនិងភូមិសាស្ត្រនយោបាយកន្លងមកគឺជម្រាបផងដែរថាទស្សនកិច្ចរបស់លោកត្រាំទៅកាន់ទឹកដីចិនលើកនេះមានពេលវេលាច្រើនខុសកាលពីលើកមុនដោយអំឡុងពេលវេលានៃការស្នាក់នៅក្នុងទីក្រុងប៉េកាំងលើនេះលោកត្រាំនិងលោកស៊ីមានពេលវេលាជួបគ្នាជាច្រើនលើករាប់ចាប់ពីកិច្ចប្រជុំនៅវិមានមហាជនការទស្សនកិច្ចនៅវិហារមេឃរហូតដល់ពិធីជប់លៀងសាយភូតនិងអាហារថ្ងៃត្រង់ជាមួយគ្នានៅថ្ងៃសុក្រតែទោះជាយ៉ាងណាក៏ដោយក៏លោកត្រាំកំពុងតែស្ថិតក្នុងជំហរដែលមិនសូវអំណោយផលឡើយពីព្រោះថាប្រព័ន្ធតុលាការអាមេរិកបានដាក់កំហិតលើសិទ្ធិអំណាចរបស់លោកនៅក្នុងការដំឡើងពន្ធតាមអំពើចិត្តគណៈដែលគណៈបក្សសាធារណរដ្ឋរបស់លោកក៏កំពុងប្រឈមនឹងហានិភ័យបាត់បង់ការគ្រប់គ្រងសភាផងដែរសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត